ថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបធ្វើសាច់ចង្កាក់អាំងម៉ាក់ដែលមានកូនតូចអាច share វីដេអូនេះឲ្យទុកធ្វើឲ្យគាត់ញ៉ាំបានសាច់ចង្កាក់នេះមានរសជាតិប្រៃផ្អែមសាច់ទន់អញ្ចឹងខ្ញុំជឿជាក់ថាកូនក្មេងគឺគាត់ចូលចិត្តញ៉ាំខ្លាំងហ្មងមិនថាកូនខ្ញុំកូនគេទេកូនខ្ញុំវិញឲ្យតែបានសាច់ចង្កាក់នឹងញ៉ាំបាយអស់2ចានម្នាក់ឯងហ្មងមុននឹងឈានចូលដល់វិធីធ្វើសូមបងប្អូនជួយ share វីដេអូនេះឲ្យបានច្រើនផងដែរសាច់ជ្រូកដែលខ្ញុំកំពុងតែហាន់នេះជាប្រភេទសាច់ស្មើមុខបងប្អូនអាចយកសាច់ប៊ីចនមកធ្វើក៏បានដែរតែបើសិនជាខ្លាចខ្លាញ់ពេកអីយកសាច់ស្មើមុខខ្ញុំអញ្ចឹងទៅយកមកដល់នេះគឺខ្ញុំលាងទឹកឲ្យស្អាតបន្ទាប់មកគឺខ្ញុំហាន់សាច់ដុំៗដើម្បីងាយស្រួលក្នុងការក្លុកបើសិនជាអត់មានម៉ាស៊ីនក្លុកពីខ្ញុំទេបងប្អូនច្រាំដៃតិចទៅម៉ត់ដូចតែគ្នាគ្រាន់ថាយើងអាចចាយពេលបន្តិចបន្ទាប់ពីហាន់សាច់ដុំៗហើយគឺខ្ញុំចាប់ដើមដាក់ម៉ាស៊ីនក្លុកបងប្អូនបើសិនជាក្លុកកុំឲ្យក្លុកសាច់នឹងម៉ត់ពេកទេព្រោះថាកាលណាក្លុកម៉ត់ពេកទៅយើងពិបាកពូតចេញជារាងខ្ញុំដោយសារតែក្លុកម៉ាស៊ីនហើយចិត្តតែជក់ដៃចុចទៅរាងម៉ត់បន្តិចអញ្ចឹងយើងពេលដែលយើងប្រឡាក់ហើយយើងពិបាកពូតចេញជារាងបន្ទាប់ពីក្លុករួចហើយគឺខ្ញុំដួសសាច់ជ្រូកនេះយកមកដាក់នៅក្នុងចានមួយមកដើម្បីយកទៅលាយគ្រឿងបន្ទាប់មកគឺខ្ញុំដាក់ម្សៅស៊ុបដាក់ប៊ីចេងដាក់ស្ករសដាក់អំបិលបន្តិចដាក់ទឹកត្រីបន្តិចទឹកប្រេងខ្យងទៅពលរសជាតិនេះគឺខ្ញុំដាក់រៀងប្រៃផ្អែមអញ្ចឹងកូនក្មេងគឺគាត់ចូលចិត្តញ៉ាំអំបិលគឺខ្ញុំដាក់តែម្ជិតទេសាខ្លាច់ប្រៃព្រោះខ្ញុំប្រើទឹកប្រេងខ្យងច្រើនដាក់ទឹកប្រេងខ្យងចូលហើយគឺខ្ញុំដាក់ជាមួយនឹងទឹកដោះគោខាប់នេះគឺជួយឲ្យសាច់របស់យើងកាន់តែខ្ទិះទន់ហើយឆ្ងាញ់ហើយក្លិនឈ្ងុយអញ្ចឹងយើងដាក់មកល្មមតាមដែលយើងចង់បានហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងម្សៅឆាចូលមកសព្រាបាយដាក់គ្រឿងរួចអស់ហើយគឺច្បល់សាច់ជ្រូកជាមួយនឹងគ្រឿងនោះឲ្យបានចូលសព្វនៅពេលដែលក្លុកម៉ត់ពេកទៅច្បល់ទៅវារាងទឹកអញ្ចឹងយើងពិបាកពូតចេញជារូបរាងមែនតើច្បល់ហើយខ្ញុំផ្អាប់ទុកចំស្ទុះបន្ទាប់មកគឺខ្ញុំប្រើកូនថងដើម្បីច្រកសាច់ឲ្យចេញជារូបរាងមើលទៅស្មើស្អាតអញ្ចឹងណាបើយើងអត់ចាំមកសឹងមកយើងអាចពូតនឹងដៃបានបន្ទាប់មកគឺខ្ញុំចាប់ដើមច្រកសាច់ចូលទៅក្នុងហ្នឹងខ្ញុំចង់បានសាច់តូចយើងច្រកថងរីងតូចតែចង់បានសាច់ធំៗខ្ញុំច្រកថងរីងធំទៅច្រកហើយគឺខ្ញុំដោតកសិកោនៅចំកណ្ដាលហើយយើងដោតឲ្យរីងជ្រៅតិចទៅនៅពេលដែលយើងយកសាច់អាំងគឺវាអត់ល្បេះទេតែប៉ុណ្ណឹងគឺរួចរាល់ហើយខ្ញុំក៏បន្តច្រកទៀតច្រកហើយបើសិនជាបងប្អូនចង់ឲ្យសាច់នឹងរាងស្ដើងរាងសកត់វាតិចទៅវាស្ដើងហើយសម្រាប់ខ្ញុំធ្វើរាងធំហើយដាក់សាច់រាងច្រើនដោយសារតែទិញគេកូនខ្ញុំញ៉ាំតពី3ចង្កាក់អីបានឆ្អែតអញ្ចឹងខ្ញុំធ្វើឲ្យធំឲ្យហើយហ្មងទៅកុំពិបាកអាំងពីរដងហើយរបៀបច្រកនេះគឺខ្ញុំធ្វើដូចគ្នានឹងឯងដាក់សាច់ចូលក្នុងថងដាក់តាមដែលចង់បានហើយគឺរាងសកត់ចឹងមកបន្ទាប់មកយកចង្កាក់ដោះស្គរយើងនឹងមកដោតនៅចំកណ្ដាលច្រករហូតដល់តែអស់របៀបធ្វើសាច់ចង្កាក់នេះគឺងាយស្រួលហើយអញ្ចឹងម៉ាក់មានកូនតូចដែលគាត់រឹងម្ហូបឬអីអត់សូវចង់ញ៉ាំអាចសាកធ្វើគាត់ញ៉ាំបានព្រោះគូក្មេងខ្ញុំជួយចាក់50%នឹងគាត់ចូលចិត្តដែរបន្ទាប់ពីច្រកសាច់រួចអស់ហើយអាចយកសាច់នោះទៅដាក់ខ្សែក្នុងទូទឹកចិត្តក៏បានឬក៏ទូកកបើសិនជាចង់ទុកញ៉ាំបានយូរឬក៏ធ្វើច្រើនអីហ្នឹងយកដាក់ក្នុងទូកកហើយព្រលឹមឡើងគឺយើងអាចយកមកអាំងឲ្យកូនញ៉ាំបានដែរខ្ញុំយកទៅដាក់ខ្សែក្នុងទូកកមកយកបាត់មកឡើងហុយផ្សែងដូចក្តៅហុយតាមពិតទៅគឺផ្សែងទឹកកកទេដកចេញមកហើយថំទៅយើងអាំងប្រហែលចង្កាក់យើងដកប៉ុណ្ណឹងទៅហើយភ្លើងអាំងហ្នឹងគឺដាក់តិចៗបានហើយកុំដាក់ខ្លាំងពេកយើងប្រើអត់តាន់គឺវាខ្លោចហ្មងព្រោះសាច់ហ្នឹងយើងប្រឡាក់រៀងប្រៃផ្អែមអញ្ចឹងវាអាចនឹងឆាប់ខ្លោចអាំងគឺខ្ញុំដាក់កម្ដៅតិចមែនតើនៅពេលដែលសាច់ឡើងក្រហមគឺខ្ញុំចាប់ដើមប្រៃដោយសារតែសាច់ខ្ញុំហ្នឹងគឺដាក់រៀងក្រាស់អញ្ចឹងអាចនឹងអាំងក្រឆ្អិនអញ្ចឹងយើងដាក់ភ្លើងផ្កំអញ្ចឹងទៅអាំងរហូតតតែវាស្រក់ជាតិទឹកទៅក្រោមហើយឡើងក្រហមបែបនេះគឺថាឆ្អិនហើយបើនិយាយពីក្លិនវិញគឺឈ្ងុយហ្មងហើយសាច់ឡើងទន់ខ្ញុំធ្វើឲ្យកូនខ្ញុំញ៉ាំគឺកូនខ្ញុំញ៉ាំបាយបានមែនតើបើតែប៉ាខ្ញុំតែគាត់អត់សូវមានធ្មេញភាសាសាច់នឹងរឹងហ្នឹងក៏គាត់អាចភាសាសាច់ចង្កាក់នេះបានដែរប្រឡាក់ទុកអញ្ចេះគឺចំណេញទាំងពេលវេលានិងលុយព្រោះយើងអត់ចាំបាច់ជិះទិញគេនៅខាងក្រៅពេលឡើងគ្រាន់តែដល់ឆ្នាំងដាំបាយក្តៅៗហើយអាំងសាច់នេះនៅក្នុងម៉ាស៊ីនមួយចង្កាក់ទៅពីរចង្កាក់ទៅរួចអាហារពេលព្រឹកគាត់ល្មមវីដេអូសាច់ចង្កាក់របស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាបើមានសំណួរឬចម្ងល់អីបន្ថែមអាចខមមិននៅខាងក្រោមសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ